បងប្អូនជួបគ្នាឱកាសស្អែកម្ដងទៀតហើយហើយចំពោះថ្ងៃនេះគឺយើងនឹងបង្ហាញពី set up ដែលខ្ញុំចូលកាលពីព្រឹកមិញដែលទៅនឹងថ្ងៃទី28ខែ5ឆ្នាំ2025ទៅលើ pair មាសថាហេតុអីបានខ្ញុំចូលចាប់ទៅលើ pair ហ្នឹងបានរហូតទៅដល់10លេខឬក៏100 pip ដោយលទ្ធផលឃើញអញ្ចឹងគឺខ្ញុំចាប់បានចូល10លេខហើយខ្ញុំចូលមួយ lot ហើយលទ្ធផលគឺយើងចំណេញបាន1000ជាងអញ្ចឹងជាក់ស្ដែងគឺខ្ញុំប្រើយុទ្ធសាស្ត្រដដែលទេគឺ concept B trader អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលការ review ហើយនេះគឺជា set up កាលដែលខ្ញុំចូលកាលពីព្រឹកមិញហ្នឹងគឺខ្ញុំចូល set up sell ឬមួយក៏ short ទៅលើ pair មាសហ្នឹងនៅតម្លៃប្រហាក់ប្រហែលនឹង33.08គឺ07ហើយខ្ញុំ target បានរហូតដល់32.96អញ្ចឹងវាបាន11លេខជាង11 12លេខអញ្ចឹងវាស្មើនឹង100 pip ជាងដែរអញ្ចឹងមូលហេតុដែលខ្ញុំចូល set up ហ្នឹងគឺងាយស្រួលទេគឺខ្ញុំបានប្រាប់បញ្យល់បងប្អូនកាលពីវីដេអូម្សិលមិញរួចរាល់ហើយគឺមូលហេតុដែលខ្ញុំចូល set up ផ្សារដើម្បីយក technical មកប្រើប្រាស់រកកន្លែងចូលឲ្យសុវត្ថិភាពហ្នឹងគឺខ្ញុំតែងពឹងផ្អែក fundamental ជាមុនសិនអញ្ចឹងគឺខ្ញុំចូលទៅមើល website bhop.btechcambodia.com ហើយខ្ញុំមាន account ស្រាប់ហើយអញ្ចឹងវិធីសាស្ត្រនៅក្នុងការ register ងាយស្រួលទេបងប្អូនចូល website ហ្នឹងហើយ register តាមរយៈ email អីទៅគឺងាយស្រួលសាមញ្ញទេហើយបន្ទាប់គឺបងប្អូននឹងទទួលបានព័ត៌មានដែលចូលទៅមើលជាព័ត៌មានបែបវិភាគដោយ free ក្នុងពេលបច្ចុប្បន្នហ្នឹងគឺខាង BTech គាត់release ឲ្យបងប្អូនអាចចូលមើលបាន free អញ្ចឹងនៅក្នុងលក្ខខណ្ឌព័ត៌មានដែលផ្សព្វផ្សាយកាលពី5ម៉ោងមុនដូចបងប្អូនឃើញអញ្ចឹង5 hour ago ហ្នឹង5ម៉ោងមុនគឺយើងឃើញថាព័ត៌មានហ្នឹងគឺព័ត៌មាន bearish ព័ត៌មាន bearish ហើយនៅក្នុងហ្នឹងគឺបានសរសេរបញ្ចូលពីហេតុអ្វីបានជាគិតថាទីផ្សារមាសហ្នឹងអាចបញ្ចប់អញ្ចឹងគឺវាល្អមែនទែនសម្រាប់អ្នកដែលគាត់ពិបាកនៅក្នុងការវិភាគទិន្នន័យសេដ្ឋកិច្ចអញ្ចឹងអាហ្នឹងគឺងាយស្រួលហើយខ្ញុំក៏ដូចគ្នាដែរខ្ញុំក៏តែងើបមកខ្ញុំមើលព័ត៌មានហ្នឹងគឺខ្ញុំដឹងព័ត៌មាន bearish ហើយខ្ញុំចូលអានអត្ថន័យវាសមហេតុផលអត់គឺខ្ញុំចូលទៅមើលកត្តា technical ដើម្បីរកកន្លែងទិសដៅដែលចូលឲ្យមានសុវត្ថិភាពអញ្ចឹងជាក់ស្ដែងគឺព្រឹកឡើងគឺវាផាំឡើងលើសិនព្រោះតាម technical គឺយើងមើលទៅលើ concept របស់ B Theta concept គឺយើងឃើញថាវាឡើងលើ point control គឺចន្លោះម៉ោង6ជាងហ្នឹងផាំឡើងលើប៉ុន្តែជាក់ស្ដែងគឺវាឡើងទៅដល់ key level ហើយមិនមែនថា technical គឺវារុញ push ទៅតាមអឺបែបផែនរបស់វារួចរាល់ហើយគឺឡើងទៅដល់កន្លែង key level ដែលជា sell reversal អញ្ចឹងកន្លែងនេះគឺ key level បង្ហាញថាកន្លែងដល់ហ្នឹងបើសិន reject វាអាចនឹងបកមកវិញអញ្ចឹងអាហ្នឹងគឺជា part មួយដែលសំខាន់នៃ tool របស់ B Trader ហ្នឹងហើយជា concept ដែលខ្ញុំចូលចិត្តប្រើប្រាស់ដែរព្រោះដោយសារងាយស្រួលព្រោះខ្ញុំអត់ចាំបាច់ទៅងើបគូសវាសនៅក្នុងការរក key level ណាមួយឬមួយក៏បើក multi time frame ទេគឺខ្ញុំឃើញកន្លែងទាំងអស់ហ្នឹង automatic លើឆាតទោះបីខ្ញុំមើល time frame ណាក៏វាអត់ផ្លាស់ប្ដូរដែរអញ្ចឹងជាក់ស្ដែងគឺខ្ញុំបាន key level ហ្នឹងមើលហើយមូលហេតុដែលខ្ញុំគូស zone នេះបើសិនជាបានមើល live ខ្ញុំ trade កាលពីម្សិលមិញមូលហេតុដែលខ្ញុំគូស zone នេះគឺជា zone AVG zone AVG ដែលកើតចេញពី volume profile មិនមែនកើតចេញពី candle អញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងឧទាហរណ៍កាលពីម្សិលមិញគឺយើង back test មកបន្តិចសិនទៅមុនចូល setup ហ្នឹងអញ្ចឹងគឺជាធម្មតាបើសិនយើង trade មក New York គឺយើងប្រកាសជាត្រូវ set មកមើល rank របស់ London ហើយជាងអាចមើលមក New York បានទេព្រោះ New York កំពុងតែដើរអញ្ចឹងយើង back test យើង trade មក New York គឺយើង set មើល profile នៅម៉ោង London អញ្ចឹងគឺបងប្អូននឹងឃើញបែបម៉េចឃើញកន្លែងចន្លោះនេះឥឡូវខ្ញុំលុបចេញសិនគឺឃើញចន្លោះ fair value gap ដែលកើតចេញពី volume profile អញ្ចឹងបងប្អូននឹងឃើញ gap កន្លែងនេះបើសិនបងមើលភ្នែក detail លើ candle គឺអត់ឃើញ gap ទេវាអាចនឹងឃើញនៅលើ higher time frame ប៉ុន្តែជាធម្មតា fair value gap មើលលើ candle គឺគូសកន្លែងណាគឺសឹងតែបានសឹងគ្រប់កន្លែងអញ្ចឹង volume profile គឺវាជួយបងប្អូនកន្លែងហ្នឹងហើយឃើញថាកន្លែងណាដែលជា fair value price ពិតប្រាកដអញ្ចឹងនៅក្នុងលក្ខខណ្ឌហ្នឹងខ្ញុំបានកន្លែង fair value price ហ្នឹងមកគឺខ្ញុំគ្រាន់តែគូស zone ទុកទៅព្រោះដោយសារ fair value price គឺហ្នឹងគឺវាអត់ទាន់បានមកយោទេអញ្ចឹងខ្ញុំ mark zone ហ្នឹងទុកដើម្បី trade ថ្ងៃបន្ទាប់ឬមួយក៏យប់ហ្នឹងអាចឡើងទៅដល់គឺខ្ញុំអាច take ឱកាស sell មកអញ្ចឹងជាក់ស្ដែងគឺវាឡើងដល់ហ្នឹងធ្លាក់មែនហើយពេលដែលវាឡើងទៅដល់ហ្នឹងគឺពេលព្រឹកមិញហ្នឹងឯងប៉ុន្តែខ្ញុំចាំឱកាសវាទៅដល់ហ្នឹងវា reject អត់មិនមែនមានថាទៅដល់ហ្នឹងយើង sell ភ្លាមទេយើង sell ភ្លាមវាអាចនឹងបានentry ល្អមែនប៉ុន្តែយើងចាំមើលថាវា confirm reject អត់ដូចក្នុងលក្ខខណ្ឌនេះគឺខ្ញុំឃើញ reject ដោយវាបកមកវិញហើយឃើញមកបញ្ចូល candle នេះបិទចុះហើយវាឡើងផ្ដល់ឱកាសបកមកវិញហើយវាឡើងអត់ផុត swing នេះទេមានន័យថាបើយើង back test មើលគឺខ្ញុំឃើញថាការរុញមកបញ្ចូលឡើងទៅលើវិញនេះគ្រាន់តែជាការផ្ដាច់អ្នកដែល FOMO
នៅក្នុងការចូល sell early អញ្ចឹងគឺគាត់បង្ហាញបានថាអញ្ចឹងមានន័យថាបង្ហាញបានថាទីផ្សារបច្ចុប្បន្នហ្នឹងគឺគេផ្ដាច់អ្នកដែលព្យាយាម sell early ហើយអញ្ចឹងគឺខ្ញុំឃើញ swing point ដែល form ហើយវាឡើងអត់ផុតកន្លែង swing point ហ្នឹងអញ្ចឹងខ្ញុំបាន identify ថាអាហ្នឹងក៏ជាផ្ដាច់ liquidity ទេអញ្ចឹងខ្ញុំអាចដល់កន្លែងហ្នឹងម្ដងទៀត failure នៅក្នុងការឡើងលើ high ហ្នឹងបិទ candle ចុះខ្ញុំ take sell មកវិញអញ្ចឹងអាហ្នឹងគឺ simple ទេហើយ tool យើងគូសអស់ហើយគឺយើងគូស swing point ហ្នឹងគឺយើងបង្ហាញហើយអញ្ចឹងបាននេះវាឡើងអត់ផុត swing ចាស់ហ្នឹងអញ្ចឹងមានន័យថាវាអត់មានប្រសិទ្ធភាពដែលអាចបុកឡើងខ្លាំងទៅទៀតទេអញ្ចឹងគឺខ្ញុំ take sell ខ្ញុំដាក់ stop loss លើ swing ហ្នឹងបន្តិចហើយឬមួយក៏យើងដាក់ស្មើ swing ហ្នឹងក៏បានដែរបើសិនបើបកមកកន្លែង swing ហ្នឹងវិញគឺមានន័យថាវារឿងអីផ្លាស់ប្ដូរហើយវាអាច reverse ទៅបែកខាងលើហើយអញ្ចឹងយើងកុំបន្តខាតលើហ្នឹងអញ្ចឹងជាក់ស្ដែងគឺខ្ញុំបានដាក់ stop loss លើប៉ុណ្ណឹងហើយខ្ញុំ target មក96គឺដោយសារមូលហេតុចេះខ្ញុំមើល liquidity គឺខ្ញុំឃើញ liquidity នៅនេះអញ្ចឹងគឺខ្ញុំ target liquidity ស្ទាប់នេះព្រោះដោយសារខ្ញុំ expect ថា liquidity ហ្នឹងនឹងបែកព្រោះឱកាសរហូតដល់ 53% ដែលវាអាចដល់នេះអញ្ចឹងនេះគឺទប់អត់ជាប់ទេប្រកាសជា speed ដាច់មកយកខាងក្រោមហ្នឹងហើយអញ្ចឹងជាក់ស្ដែងគឺខ្ញុំចូលទៅគឺវាធ្លាក់មែនអឺចូលប្រហែលជាអត់ដល់ប្រហែលនាទីទេបើខ្ញុំចូលរាប់មើលពីកន្លែងដែលខ្ញុំចូលហ្នឹងខ្ញុំចូលប្រហែលជាប្រហែលនាទីទេអត់ដល់ចូលម៉ោងទេអញ្ចឹងចូលមកដល់កន្លែង TP ខ្ញុំចូលខ្ទង់40នាទីខ្ទង់40នាទីតែប៉ុណ្ណឹងហើយ set up ហ្នឹងគឺចាប់បានដល់10លេខហើយ liquidity ហ្នឹងគឺបានកាត់ដាច់ហើយបច្ចុប្បន្នបើសិនយើងអត់កាត់ liquidity ហ្នឹងប្រកាសជាអាចមាន retest កើតឡើងដូចបច្ចុប្បន្នអញ្ចឹងអញ្ចឹងយើងត្រូវមើលជាក់ស្ដែងថាពេលណាយើងគួរ trade ហើយយើង target liquidity ណាដែលចិត្តខ្លួនបានហើយព្រោះក្នុងនាមយើងជា scalping section ឬមួយក៏ intraday អញ្ចឹងសម្រាប់វីដេអូហ្នឹងខ្ញុំសូមធ្វើបទបង្ហាញតែប៉ុណ្ណឹងហើយថ្ងៃនេះគឺខ្ញុំនឹង release វីដេអូនិយាយតាក់ទងទៅនឹង risk management ហេតុអីបាន risk management ជួយយើងនៅក្នុងវិស័យ trading ហ្នឹងឲ្យរស់បន្តយូរអង្វែងអញ្ចឹងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូបន្ត